របៀបចម្រាញ់រុក្ខជាតិ6មុខផលិតធ្វើទៅជាថ្នាំពុលធម្មជាតិកម្ចាត់ទ្រីបនិងពពួកសត្វល្អិត BPH ដែលតែងតែបំផ្លាញស្រូវនៅរដូវវស្សាកសិករតែងតែជួបប្រទះបញ្ហាសត្វល្អិតបំផ្លាញស្រូវជាពិសេសស្រូវនៅដំណាក់កាលអាយុក្រោម40ថ្ងៃពីព្រោះនៅរដូវវស្សាគឺមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាងនេះទៅទៀតកសិករតែងតែប្រញាប់បន្ថែមប្រភេទ GERA ច្រើនពេកដែលវាជាកត្តាធ្វើឲ្យស្ដាមស្រូវមានសភាពខ្សោយនិងងាយបំផ្លាញដោយសត្វល្អិតជាពិសេសគឺពពួកទ្រីបនិងពពួកសត្វល្អិតដែលមានឈ្មោះថា BPA នេះគឺជាឈ្មោះឡាតាំងរបស់វាដែលគេហៅជាអក្សរកាត់ណាបងប្អូនបើសិនបងប្អូននឹងថាខ្មែរយើងហៅវាថាជាសត្វអីបងប្អូនជួយខមមិនប្រាប់ឲ្យខ្ញុំដឹងផងហើយ BPH នេះបងប្អូនគឺជាសត្វល្អិតដែលបំផ្លាញស្រូវលេខ1ហើយសត្វល្អិតប្រភេទនេះវាតែងតែបំផ្លាញស្រូវតាមរយៈការតោងទាមទៅលើដើមស្រូវគឺវាចិញ្ចក់ឬក៏បឺតយកទឹកសាបចេញពីដើមស្រូវដែលធ្វើឲ្យដើមស្រូវហ្នឹងមានសភាពពណ៌រាងលឿងហើយស្ងួតអញ្ចឹងហើយវាទៅធ្វើឲ្យស្រូវដើមស្រូវហ្នឹងវាទៅក្តាំងក្តឿក្រិនអត់ល្អតាមរយៈការបំផ្លាញរបស់វានឹងឯងអញ្ចឹងបើសិនបើករណីបងប្អូនកំពុងតែជួបបញ្ហាសត្វល្អិតទាំងអស់នេះបងប្អូនអាចរៀនធ្វើថ្នាំពុលតាមបែបធម្មជាតិដោយខ្លួនឯងដោយវាចំណាយលុយតិចមែនតើបើសិនបើបងប្អូនដាំឬក៏ភូមិស្រុករបស់បងប្អូនអាចរកវត្ថុធាតុដើមដែលខ្ញុំនឹងរៀបរាប់ឥឡូវនេះបងប្អូនអាចកាត់បន្ថយការចំណាយហើយដែលកាន់តែពិសេសការប្រើប្រាស់ថ្នាំពុលធម្មជាតិដែលយើងលាយដោយខ្លួនឯងគឺវាអត់ធ្វើឲ្យមានផលប៉ះពាល់ទៅដល់បងប្អូនដែលជាអ្នកទៅបាញ់ថ្នាំទេមួយវិញទៀតកាកសំណល់គឺវាអត់មានផលប៉ះពាល់ទៅដល់ដីនិងធ្វើឲ្យវាកើតឡើងវិញឯងបងប្អូនតើដឹងថាការប្រើប្រាស់ថ្នាំពុលគីមីណាបើសិនបើបងប្អូនយកថ្នាំនឹងទៅបាញ់សម្រាប់សត្វ5វាកើតឡើង10វាគ្រាន់តែថាវាបាត់តែមួយឆាវទេប៉ុន្តែនៅពេលដែលវាកើតឡើងវិញគឺច្រើនលើសធម្មតាទៅទៀតអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងនាំបងប្អូនទៅដឹងអំពីរូបមន្តនៅក្នុងការប្រើប្រាស់រុក្ខជាតិដែលនៅជិតផ្ទះដើម្បីធ្វើទៅជាថ្នាំពុលតាមបែបធម្មជាតិប្រើប្រាស់ដើម្បីយកទៅបាញ់ស្រូវណាដើម្បីកម្ចាត់សត្វល្អិតប្រភេទទ្រីបហើយនិងប្រភេទ BPA ដូចខ្ញុំបានរៀបរាប់ខាងលើអញ្ចឹងសម្រាប់ការធ្វើថ្នាំពុលនេះគឺងាយទេបងប្អូនទី1គឺបងប្អូនត្រូវរៀបចំវត្ថុធាតុដើមនៅក្នុងនោះបងប្អូនត្រូវមានស្លឹកស្ដៅស្លឹកប្រេងខ្យល់ថ្នាំជក់កត្រាំងខែតស្លឹកគ្រៃរំដេងហើយទាំង6មុខហ្នឹងបងប្អូនយកវាមុខ1គីឡូមុខ1គីឡូមកអញ្ចឹងទាំងអស់វា6គីឡូវត្ថុធាតុដើមទាំង6ដែលខ្ញុំរៀបរាប់នេះអត់មួយមុខណាមួយក៏បានដែរបងប្អូនមិនចាំតតែមានទាំង6មុខក៏បងប្អូនអាចធ្វើវាបានដែរហើយវត្ថុធាតុដើមទី2ដែលសំខាន់នោះគឺទឹកចំនួន10លីត្រនឹងឯងចូលដល់វិធីសាស្ត្រនៅក្នុងការធ្វើងាយទេបងប្អូនយកវត្ថុធាតុដើមដែលយើងបានត្រៀមទុកដូចជាស្លឹកស្ដៅស្លឹកប្រេងខ្យល់ថ្នាំជក់កត្រាំងខែតស្លឹកគ្រៃរំដេងហ្នឹងយកវាមកច្របាច់ឲ្យម៉ត់ឬក៏បងប្អូនហាន់ឲ្យតូចទៅកាលណាតែយើងហាន់វាតូចគឺវាឆាប់ចេញជាតិបានច្រើនណាបងប្អូនហើយយើងប្រើទៅក៏វាមានប្រសិទ្ធភាពខ្ពស់ដែរបន្ទាប់ពីបងប្អូនហាន់វាហើយបងប្អូនយកទាំង6មុខហ្នឹងគឺយកវាមកលាយចូលគ្នាបន្ទាប់ពីលាយចូលគ្នាហើយបងប្អូនយកវាទៅដាក់នៅក្នុងធុងបញ្ជាក់ប្រាប់បងប្អូនតិចធុងដែលបងប្អូនប្រើដើម្បីផ្អាប់គឺជាប្រភេទធុងដែលមានកម្រោកបងប្អូនតូចក៏បានធំក៏បានទៅតាមបរិមាណដែលបងប្អូនប្រើបិទគ្របឲ្យតឹងបន្ទាប់មកទុកវារយៈពេលឆ្លងពី3ទៅ5ថ្ងៃទើបបងប្អូនអាចប្រើប្រាស់បានបញ្ជាក់ប្រាប់បងប្អូនតិចចំពោះបរិមាណនៃការធ្វើបើសិនបងប្អូនចង់រៀនធ្វើត្បូងទេបងប្អូនមិនចាំប្រើដល់1គីឡូក៏បានដែរបងប្អូនអាចប្រើ1មុខ1ខាំឬក៏1មុខ1ក្តាប់ក៏បានដែរហើយបរិមាណទឹកយើងប្រើប្រាស់ទៅតាមចំនួននៃបរិមាណរុក្ខជាតិដែលយើងប្រើអញ្ចឹងទៅមិនចាំប្រើដល់10លីត្រទេចំណុចទី3ពាក់ព័ន្ធជាមួយនឹងការប្រើគឺងាយទេបងប្អូនបន្ទាប់ពីបងប្អូនត្រាំវាទុកចោលរយៈពេលឆ្លងពី3ទៅ5ថ្ងៃហើយមានន័យថាទឹកថ្នាំហ្នឹងគឺអាចប្រើបានហើយបងប្អូនយកវាយកមកចម្រោះយកទៅទឹកណាហើយបន្ទាប់ពីបានទឹកហើយបងប្អូនយកទឹកថ្នាំហ្នឹង1លីត្រលាយជាមួយនឹងទឹកធម្មតា20លីត្ររួចបាញ់ទៅលើវាស្រែបើដែលកំពុងតែមានប្រភេទសត្វល្អិតនឹងរាតត្បាតណាបងប្អូនបាញ់ចំនួន3ថ្ងៃម្ដងហើយរយៈពេលនៃការបាញ់បងប្អូនអាចបាញ់ពេលល្ងាចក៏បានពេលព្រឹកក៏បានទៅតាមស្ថានភាពជាក់ស្ដែងនៃស្រែរបស់បងប្អូនហើយមួយវិញទៀតបើសិនបងប្អូនចង់ការពារបន្ទាប់ពីយើងកំចាត់សត្វល្អិតនឹងអស់ហើយយើងចង់ការពារកុំឲ្យវាមានកកើតឡើងវិញបងប្អូនអាចបាញ់វា7ថ្ងៃទៅ15ថ្ងៃម្ដងទៀតទៅយើងបាញ់វាកាន់តែជាទៀងទាត់កាន់តែការពារបានល្អពីព្រោះថាប្រភេទពួកសត្វល្អិត Trip ហើយនិងពពួក BPA នេះគឺវាតែងតែរាតត្បាតយ៉ាងខ្លាំងនៅក្នុងរដូវវស្សាបើសិនមកយើងបានការពារគឺវាអត់មានកើតទេអញ្ចឹងយើងការពារប្រសើរជាងព្យាបាលអ
ចឹងបងប្អូនអាចនឿយតិចទៅមួយសប្តាហ៍បាញ់ម្ដងមួយសប្តាហ៍បាញ់ម្ដងទៅការពារកុំឲ្យវាកើតឡើងវិញថ្នាំពុលធម្មជាតិនេះដែរក៏មានកត្តាណែនាំមួយទៀតដែរបងប្អូនកំឡុងពេលដែលមានសត្វល្អិតកើតច្រើនណាបន្ទាប់ពីបងប្អូនបានមើលវីដេអូខ្ញុំហើយបើសិនបើមានករណីថាមានពពួកទ្រីបនិងពពួកសត្វល្អិត BPH នឹងកើតច្រើននៅក្នុងបរិវេណស្រែរបស់បងប្អូនណាបងប្អូនអាចប្រើថ្នាំពុលធម្មជាតិនេះលាយចំនួន1លីត្រជាមួយនឹងទឹកធម្មតា15លីត្ររូបមន្តខាងលើគឺ1លីត្រលាយជាមួយនឹង20លីត្រប៉ុន្តែបើករណីវាកើតច្រើនពេកណាបងប្អូនវាក្តាំងពេកគឺបងប្អូនអាចលាយ1លីត្រជាមួយនឹងទឹក15លីត្របានហើយបងប្អូនស្រោចឲ្យពេញវាលស្រែរបស់បងប្អូនណាបងប្អូនស្រោចឲ្យពេញវាលស្រែរបស់បងប្អូនណារៀងរាល់3ថ្ងៃម្ដងហើយបងប្អូនអាចស្រោចចំនួន3ដងជាប់គ្នាទៅមានន័យថារយៈពេល3ថ្ងៃយើងស្រោចម្ដង3ថ្ងៃស្រោចម្ដង3ថ្ងៃស្រោចម្ដងហើយបាន3ដងជាប់គ្នាហើយករណីស្រោចបែបនេះគឺវានឹងជួយកម្ចាត់សត្វល្អិតនៅក្នុងស្រែបានទាំងស្រុងតែម្ដងវាជួយកាត់បន្ថយការកើតឡើងវិញណាហើយដូចខ្ញុំបានប្រាប់បងប្អូនដែរអញ្ចឹងបើសិនបើបងប្អូនចង់ឲ្យវាមានកើតទេរដូវក្រោយបងប្អូនអាចការពារទៅយើងបាញ់មួយសប្តាហ៍ម្ដងទៅព្រោះថាការប្រើប្រាស់ថ្នាំពុលធម្មជាតិបែបនេះយើងប្រើច្រើនវាមានផលប៉ះពាល់អីទេហើយក៏វាមិនមានតម្លៃថ្លៃដូចយើងប្រើប្រាស់ថ្នាំពុលគីមីដែរអញ្ចឹងបងប្អូនអាចលាយដើម្បីទុកប្រើបានហើយជាកសិករខ្មែរយើងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនគួរតែដាំប្រភេទស្ដៅនិងប្រភេទរុក្ខជាតិផ្សេងទៀតដែលយើងអាចប្រើប្រាស់ធ្វើជាថ្នាំពុលបាននៅជុំវិញផ្ទះបងប្អូនដើម្បីកាត់បន្ថយការចំណាយយើងធ្វើជីដោយខ្លួនឯងគឺកាត់បន្ថយការចំណាយថ្លៃដើមទៅលើការធ្វើស្រែបានច្រើនមែនតើអញ្ចឹងបងប្អូនក៏អាចទទួលបានផលចំណេញខ្ពស់ជាងមុនដែរបើមិនយើងអាចធ្វើជីឬថ្នាំធម្មជាតិបានដោយខ្លួនឯងហើយអ្វីដែលកាន់តែពិសេសគឺវាអត់ប៉ះពាល់ទៅដល់សុខភាពបងប្អូនដែលអ្នកប្រើប្រាស់ទៅបាញ់ថ្នាំក៏ដូចជាទៅបាញ់ជីទាំងអស់ហ្នឹងផងដែរចាអរគុណ